នេះគឺជាពិធីរៀបការតាមវត្តបងប្អូនរៀបការលេងៗអញ្ចឹងណាប៉ុន្តែគូនេះគឺយកមែនទែនបងប្អូនទាំងអស់គ្នាហើយការនេះដែរគឺការនៅវត្តព្រេងគឺថ្ងៃចូលឆ្នាំថ្ងៃទី3យប់ទី3បងប្អូនទាំងអស់គ្នាត្រូវនឹងថ្ងៃទី16ខែមេសាឆ្នាំ2025ហើយនេះគឺជាទំនៀមទម្លាប់ប្រពៃណីខ្មែរយើងតាំងពីមុនមកមិនមែនតែធ្វើតែឥឡូវឡើងនេះទេអញ្ចឹងបងប្អូនដែលបានឃើញទស្សនាវីដេអូនេះហើយកុំភ្លេច share ម្នាក់មួយផងកុំឲ្យទំនៀមទម្លាប់ប្រពៃណីខ្មែរយើងសាបរលាបអញ្ចឹងហើយសូមបញ្ជាក់កូនកន្លោះនេះគឺជនជាតិចិនហើយកូនក្រមុំគឺជនជាតិខ្មែរទេបងប្អូនហើយកូនក្រមុំគឺនៅប្រព្រេងយើងនេះទេបងប្អូនគឺភូមិប្រព្រេងហើយបងប្អូនមើលទៅគឺសិតតែអ្នកប្រព្រេងហើយអ្នកចងដៃនេះបងប្អូនប៉ុន្តែមានអ្នកភូមិយើងភូមិវាលពេកមីជើងពេកមីត្បូងគឺចូលរួមចងដៃចងអីច្រើនដែរអញ្ចឹងណាបងប្អូនអរគ្នាហើយខ្ញុំបានទៅតន់ចំពេលគេចងដៃតែហ្មងបងប្អូនដោយសារតែខ្ញុំទៅក្រោយគេអញ្ចឹងបន្ទាប់ពីចងដៃហើយបែកផ្កាស្លាហើយក៏នាំគ្នារំលេងតាមធម្មតាវិញបងប្អូនហើយឃើញថាបងប្អូនយើងក៏បានចូលរួមច្រើនកកដែរនៅវត្តប្រព្រេងថាជាថ្ងៃទី3ហើយរាល់ឆ្នាំគឺថ្ងៃហ្នឹងថ្ងៃបរហើយអញ្ចឹងណាប៉ុន្តែវត្តប្រព្រេងឆ្នាំនេះគឺលេង4យប់4ថ្ងៃនឹងអស់គ្នាអញ្ចឹងយប់នេះយប់ថ្ងៃទី7នេះបងប្អូនអាចចូលរួមលេងនៅមួយយប់ទៀតណាបងប្អូនមិនមែនថ្ងៃទី10ថ្ងៃទី7ទេបងប្អូនគឺថ្ងៃទី17ច្រឡំមាត់ admin ច្រឡំមាត់ទាំងអស់គ្នាជាប់មាត់អញ្ចឹងណាប៉ុន្តែតាម admin គិតប្រហែលជាអត់សូវមានមនុស្សទេព្រោះអីអ្នកអំពេញឡើងទៅច្រើនហើយអ្នកថៃអ្នកអីក៏ឡើងទៅច្រើនដែរអញ្ចឹងប្រហែលជាមិនសូវមានមនុស្សប្រហែលទេហើយខ្ញុំនេះគម្រោងថាទៅរំតែមិនបានទៅរំណាស់ទេបងប្អូនអើយដោយសារតែអត់មានអ្នកបួលហៅផងណាមួយអត់មានអ្នកចាំម៉ូតូអញ្ចឹងណាឲ្យប្រពន្ធហើយនឹងប្អូនចូលរំអញ្ចឹងទៅដល់ពេលចាំយូរងុយដេកពេកក៏នាំគ្នាបបួលមកផ្ទះមកហើយយំមិញបានទៅ3វត្តដែរទាំងអស់គ្នានិយាយរួមទៅ3ឆ្នាំហើយបងប្អូនអត់ទាន់បានរំនៅវត្តថ្ងៃចូលឆ្នាំបានមួយបទហើយនេះគឺខាងតន្ត្រីសម័យបងប្អូនគឺគាត់លេងបានអែមរបស់គាត់ដែរនិយាយរួមទៅគឺអ្នករំគឺស្អាតតែម្ដងតែឥឡូវនេះគឺជាថ្ងៃទី17ទាំងអស់គ្នាគឺខ្ញុំបានទៅវត្តដោយសារតែពី3ថ្ងៃហ្នឹងគឺរវល់ពេកអត់បានទៅវត្តទេអត់បានធ្វើចង្ហាន់ទៅវត្តទេអញ្ចឹងថ្ងៃហ្នឹងក៏បានទៅធ្វើចង្ហាន់ទៅវត្តអញ្ចឹងណាដោយសារតែរវល់ហើយនេះក៏បាននាំកូនពូជហើយនឹងប្រពន្ធទៅគប់បិទប៉ោងទាំងអស់គ្នាគឺគប់អត់ត្រូវទេប៉ុន្តែចេះគប់ទៅយកបិទប៉ោងឲ្យកូនអញ្ចឹងណាបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេកុំភ្លេចទៅលេងអស់គ្នាយប់នេះបងប្អូនថ្ងៃបើហើយ